ក្រោយពីបានជួយសង្គ្រោះអ្នកភូមិវាស្បូវពីគ្រោះទុរភិក្សហើយរទេះគោរបស់ពួកគាត់ទាំងអស់គ្នាក៏បានបន្តដំណើរឆ្ពោះទៅមុខទៀតផ្លូវលំដីក្រហមបាននាំពួកគាត់ទាំងអស់គ្នាចូលទៅដល់តំបន់មួយទៀតដែលពោពេញទៅដោយដើមត្នោតនិងវាលស្រែដាច់កន្ទុយភ្នែកនោះគឺជាភូមិអង្គនៅពេលដែលរទេះគោចូលទៅដល់ផ្លូវចូលទៅក្នុងភូមិព្រះអាទិត្យកំពុងតែរៀបលេចបាត់អ្វីដែលធ្វើឲ្យក្រុមរបស់អ៊ំកៃមានការភ្ញាក់ផ្អើលគឺបរិយាកាសនៅទីនេះមានភាពភ័យខ្លាចគ្របដណ្ដប់គ្រាន់តែអ្នកភូមិឃើញរទេះគោនិងមនុស្សប្លែកមុខចូលមកភ្លាមមានគេចូលមករត់ពួកយើងរត់ចូលផ្ទះណាសំឡេងស្រីមួយបានបន្លឺឡើងប្រជាជនដែលកំពុងតែធ្វើការអ្នកខ្លះកំពុងតែបញ្ចូលមន់ហើយអ្នកខ្លះកំពុងតែលក់ដូរបានបោះចោលរបស់របរហើយក៏បានរត់ចូលផ្ទះបិទទ្វារបិទបង្អួចចិត្តឈឹងក្នុងមួយប្រព្រឹត្តភ្នែកភូមិទាំងមូលប្រែជាស្ងាត់ជ្រងំដូចជាភូមិដែលគ្មានមនុស្សរស់នៅអញ្ចឹងចម្លែកណាស់និរិទ្ធនិយាយទាំងដៃកាន់ដាវពួកគេខ្លាចពួកយើងឬក៏ខ្លាចអ្វីផ្សេងទៅកញ្ញាបានសម្លឹងមើលទៅតាមបង្អួចផ្ទះនីមួយនាងឃើញភ្នែកក្មេងតូចនិងមនុស្សចាស់កំពុងតែលួចមើលពីចន្លោះជញ្ជាំងដោយមានការភ័យខ្លាចញាប់ញ័រពួកគេមិនមែនខ្លាចធម្មតានោះទេគឺខ្លាចដល់ឆ្អឹងតែម្ដងអ៊ំកៃក៏មានប្រសាសន៍ខ្លាឯងធំក្លិនអ្វីទេពួកខ្លាគាត់ក៏បានបញ្ចេញសំឡេងថាធំក្លិនតិចហើយចំណែកឯរោមដៃរោមជើងរបស់គាត់ក៏ចាប់ផ្ដើមព្រឺបាសឡើងទៅលើពួកខ្លាមានអារម្មណ៍ថានៅទីនេះវាមានអំពើអំព័ន្ធនិងតណ្ហាក្រាស់ខ្លាំងណាស់រទេះគោរបស់ពួកគាត់ក៏បានឈប់នៅកណ្ដាលភូមិហើយបន្ទាប់មកពូស្នោក៏បានស្រែកសួរបងប្អូនអើយពួកយើងគឺជាអ្នកដំណើរនោះទេណាសូមរកកន្លែងស្នាក់អាស្រ័យមួយយប់ផងក៏ប៉ុន្តែគ្មានអ្នកណាម្នាក់ឆ្លើយតបគាត់នោះទេមួយសន្ទុះក្រោយមកទ្វារផ្ទះធំមួយក៏បានបើកយឺតបរិសម្នាក់អាយុប្រហែលជា40ឆ្នាំមានដំបងមុខមាត់មើងម៉ាត់តែពោពេញទៅដោយទុក្ខកង្វល់គាត់បានដើរចុះមកដៃរបស់គាត់កាន់កាំបិតផ្គាក់នៅពីក្រោយគាត់មានបរិសក្នុងភូមិប្រហែល10នាក់កាន់ដំបងនិងចបពួកឯងជាអ្នកណាជាបពុះរបស់អាសាញ់អាសុនមែនទេបរិសនោះស្រែកសួរទាំងសំឡេងញ័រដោយកំហឹងអត់ទេពួកយើងមិនស្គាល់ឈ្មោះនឹងនោះទេណាអ៊ំកៃនិយាយហើយក៏បានដើរចូលទៅចិត្តដោយទឹកមុខស្ងប់យើងគឺជាអ្នកដំណើរមកពីឆ្ងាយនោះទេខ្ញុំឈ្មោះកៃគ្រាន់តែឮឈ្មោះកៃបរិសនោះទម្លាក់កាំបិតចុះលោកគ្រូកៃគឺលោកគ្រូកៃដែលចេះនៅមន្តអាគមខ្លាំងក្លាដើរកំចាត់គ្រូអាគមអាក្រក់នោះមែនទេអ៊ំកៃគាត់ក៏បានតបទៅវិញថាប្រហែលជាគេហៅខ្ញុំបែបនោះហើយបន្ទាប់មកអ៊ំកៃគាត់ក៏ញញឹមបរិសនោះក៏បានស្ទុះមកលុតជង្គង់ខ្ញុំមានឈ្មោះថាធុនជាមេភូមិនេះសូមលោកគ្រូកៃជួយពួកខ្ញុំផងភូមិនេះរលាយរលត់អស់ហើយនៅក្នុងផ្ទះរបស់លោកមេភូមិធុនក្រោមពន្លឺចង្កៀងប្រេងកាតពួកធុនបានរៀបរាប់រឿងរ៉ាវទាំងទឹកភ្នែកភូមិអង្គធ្លាប់តែសុខសាន្តរហូតដល់បងប្អូន2នាក់នោះមកដល់កាលពី1ឆ្នាំមុនអាបងមានឈ្មោះថាគ្រូសាញ់អាយុ40ឆ្នាំអាប្អូនមានឈ្មោះថាគ្រូសុនអាយុ38ឆ្នាំពួកវាអះអាងថាវាគឺជាគ្រូព្យាបាលជំងឺក៏ប៉ុន្តែតាមការពិតទៅពួកវា2នាក់បងប្អូនគឺជាគ្រូធ្មប់កាមគុណនិយាយបែបហ្នឹងហើយពួកធុនដែលជាមេភូមិគាត់ក៏ក្តាប់ដៃរបស់គាត់យ៉ាងណែនពួកវាដាក់អំពើក្មេងស្រីក្នុងភូមិធ្វើឲ្យក្មេងៗនៅក្នុងភូមិវង្វេងស្មារតីហើយដើរទៅរកពួកវាទាំងពីរនាក់នៅអាស្រមរបស់ពួកវាដោយខ្លួនឯងពួកវាបានរំលោភបំពានហើយក្មេងខ្លះដែលតតាំងពួកវាសម្លាប់ចោលហើយយកសាកសពទៅធ្វើជាប្រេងស្នេហ៍អ្នកភូមិណាដែលហ៊ានប្តឹងឬតតាំងនឹងត្រូវស្លាប់ដោយសារធ្លាក់ឈាមតាមមាត់ឬក៏មានពោះពឹសចូលទៅខាំដល់ក្នុងផ្ទះកថាបានដែរសូម្បីតែកូនស្រីរបស់ខ្ញុំពូធុនគាត់និយាយដល់ត្រឹមនេះគាត់ក៏បានឈ្ងោកមុខចុះឥឡូវនាងកំពុងតែក្តៅខ្លួននិយាយលែងដឹងអីអស់ទៅហើយអាសុនប្រកាសថា
យប់នេះវាពេញបរមីវាត្រូវការកូនស្រីរបស់ខ្ញុំទៅធ្វើពិធីរបស់ពួកវាទាំងពីរនាក់កញ្ញាបានឮពូថនដែលជាមេភូមិនិយាយបែបនឹងភ្លាមកញ្ញាក៏បានស្ទុះក្រោកឈរថោកទាបបំផុតពួកវាជាសត្វនរកឬនេរិតក្តាប់ដាវរន្ទះយ៉ាងណែនយប់នេះពួកវានឹងមិនបានធ្វើពិធីនោះទេតែពួកវានឹងបានធ្វើខ្មោចទៅវិញអ៊ំកៃគាត់ក៏បានងាកទៅរកនាយឿនឯងជាអតីតគ្រូធ្មប់ឯងយល់ពីល្បិចពួកវាតើយើងគួរធ្វើយ៉ាងណានាយឿនពិចារណាបន្តិចពួកគ្រូប្រភេទនេះខ្លាំងតែពេលវានៅក្នុងអាស្រមវាដែលមានរបស់ការពារតែប៉ុណ្ណោះបើយើងចូលទៅត្រង់ពួកវានឹងយកក្មេងស្រីធ្វើជាចំណាប់ខ្មាំងយើងត្រូវតែបំបាយពួកវាចេញពីគ្នាពួកគាត់ទាំងអស់គ្នាក៏ចាប់ផ្ដើមរៀបចំផែនការឡើងកញ្ញានឹងតែងខ្លួនជាក្មេងស្រីដែលត្រូវអំពើព្រោះនាងមានវិជ្ជាការពារខ្លួនដើម្បីចូលទៅចិត្តពួកវាទាំងពីរនាក់បងប្អូននឹងនាយឿនប្រើវិជ្ជាស្រមោលលបចូលទៅបំផ្លាញអាសនៈការពាររបស់ពួកវាបងប្អូនដឹងវិជ្ជាស្រមោលនឹងគឺជាវិជ្ជាបំបាំងកាយនឹងហើយមួយក្រុមទៀតវេលុកមានដូចជារិទ្ធយៈពូខ្លាហើយនិងពូស្នោនឹងវាយសម្រុកពេលមានសញ្ញាណាមួយដែលបង្ហាញចេញពីនាយឿននៅម៉ោង12យប់នៅឯចុងភូមិក្បែរដើមពោធិ៍ធំមួយមានផ្ទះឈើមួយខ្នងសង់ខ្ពស់ផុតពីដីនៅក្រោមផ្ទះមានរាយបន្លានិងឆ្អឹងសត្វក្លិនធូបនិងក្លិនសាយស្អុយជះមកតាមខ្យល់ភីគ្រូសាញ់ដែលជាបងកំពុងតែអង្គុយសូត្រនៅមន្តអាគមខ្មៅនៅមុខអាសនៈរបស់ខ្លួនដែលមានក្បាលខ្មោចគ្រូសុនដែលជាប្អូនកំពុងតែឈររងចាំនៅមាត់ទ្វារភ្នែករំពៃរកមើលស្រីស្អាតស្រាប់តែមាននារីម្នាក់ដែលជាកញ្ញាបន្លំខ្លួននឹងណាបានដើរចូលទៅក្នុងទីធ្លាដំណើរយឺតមួយភ្នែកផ្លឹកដូចជាមនុស្សត្រូវអំពើអំព័ន្ធហាបងសាញ់មេភូមិធនវាខ្លាចយើងហើយវាបញ្ជូនកូនវាឲ្យដើរមកហើយគ្រូសុនគាត់សើចក្អឹកលិតមាត់លិតកល្អណាស់នាំនាងឡើងមកគ្រូសាញ់បញ្ជាគ្រូសុនដើរចុះទៅចាប់ដៃកញ្ញាអូនសម្លាញ់មកជាមួយបងមកដៃគ្រូសុនទៅតែប៉ះដៃកញ្ញាផាំងកញ្ញាដកយកកំបិតស្នៀតដែលលាក់ក្នុងដៃអាវចាក់ទៅលើដៃរបស់គ្រូសុននេះមិនមែនជាកូនរបស់លោកមេភូមិទេបងស្អាញ់គ្រូសុនដែលជាប្អូននិយាយទាំងញាប់ញ័រនិងឈឺចាប់បំផុតឥឡូវនេះនាយឿនដែលបានលាក់ខ្លួននៅទីងងឹតក្រោមផ្ទះបានបញ្ចេញរិទ្ធស្រមោលនៃសសរផ្ទះបានคล้ายជាដាយៈវ័យកំទេចជើងតាងរបស់ផ្ទះទាំងមូលក៏បានរង្គើក្រាំងចំណែកឯនិរិទ្ធនិងនិយៈបានលោតចេញពីកម្ពតព្រៃចំណែកពូខ្លាក៏ស្ទុះទៅវាយប្រហារពីក្រោយដែរមើលទៅគ្រូសុនទោះបីជាមានរបួសដៃក៏ពិតមែនក៏នៅតែទឹកមុខពឹសពលដដែលវាហូតកំបិតស្នៀនដែលជាកំបិតអាគមរបស់វាដែលមានដងជាឆ្អឹងមនុស្សវាចាក់សម្ដៅទៅកញ្ញាឆាក់និរិទ្ធយកដាវរន្ទះមករាំងឯងជាប្រុសតែធ្វើបាបមនុស្សស្រីអាសត្វដេរឆាននិរិទ្ធបានកាប់ពី3ដាវទៅលើគ្រូសុនកិច្ចផុតវាចាប់ផ្ដើមផ្លុំម្សៅខ្មោចដាក់មុខនិរិទ្ធរិទ្ធបិទដង្ហើមអ៊ំកៃស្រែកពីចម្ងាយនិរិទ្ធបិទដង្ហើមតន់ហើយប្រើជើងធាក់គ្រូសុនខ្ទាតទៅបុកនឹងដើមពោធិ៍ធំនោះពូខ្លាគាត់មិនបង្អង់យូរនោះទេគាត់បានប្រែរូបរាងខ្លាជាខ្លាខ្មៅដ៏ធំហើយគាត់ក៏បានស្ទុះទៅខាំជើងគ្រូសុនជាប់វាស្រែកទាំងឈឺចាប់នាយៈស្ទុះទៅបន្ថែមដោយយកញញួរទេពវាយបំបាក់ជើងនិងឆ្អឹងជំនីរបស់គ្រូសុននោះគ្រូសុនក្អួតឈាមខ្មៅហើយស្លាប់ភ្លាមមួយរំពេចចំណែកគ្រូសាញ់វិញនៅពេលដែលឃើញប្អូនប្រុសរបស់ខ្លួនស្លាប់គ្រូសាញ់ខឹងខ្លាំងណាស់វាជាគ្រូខ្លាំងជាងប្អូនវាទាញយកកោតប្រេងស្នេហ៍គប់ចុះមកលើដីពួកឯងងាប់ទាំងអស់គ្នាទៅព្រីតៃហោងចូលមកស៊ីពួកវានិងសម្លាប់ពួកវាអស់ទៅវិញ្ញាណខ្មោចស្រីដែលវាធ្លាប់សម្លាប់បានចេញមក
តែជំនួសឲ្យការវាយប្រហារក្រុមអ៊ំកៃនាយឿនបានសូត្រមន្តអាគមវិញ្ញាណទាំងឡាយអើយពួកយើងមកជួយនាងនោះទេទៅសងសឹកអ្នកដែលបានសម្លាប់នាងចោះនាយឿនក៏ចង្អុលទៅគ្រូសាញ់ពួកខ្មោចព្រាយទាំងអស់នោះបែរក្បាលទៅរកគ្រូសាញ់វិញអត់ទេអញជឿចាំឲ្យពួកឯងណាគ្រូសាញ់ថយក្រោយបន្តិចម្ដងអ៊ំកៃនិងពូស្រងែចាប់ផ្ដើមសូត្រមន្តចំណងកម្មពីខ្សែពន្លឺពណ៌សបានរំពាត់ខ្លួនគ្រូសាញ់ជាប់កម្មដែលឯងបានសាងដល់ពេលសងទៅគេវិញហើយពួកវិញ្ញាណខ្មោចស្រីទាំងនោះបានចូលទៅហាយសាច់គ្រូសាញ់ទាំងរស់សំឡេងស្រែកដ៏គួរឲ្យខ្លាចបានលាន់ពេញព្រៃរហូតដល់ស្ងាត់ទៅវិញនៅពេលដែលគ្រូអាគមទាំងពីរនាក់បងប្អូននឹងបានស្លាប់ផ្ទះអាគមនឹងក៏ត្រូវបានដុតបំផ្លាញចោលក្រុមរបស់អ៊ំកៃបានរកឃើញក្មេងស្រី3នាក់ដែលត្រូវបានឃុំទុកក្នុងបន្ទប់សម្ងាត់ហើយក៏បានជួយសង្គ្រោះពួកគេបានទាន់ពេលវេលាផងដែរត្រឡប់មកផ្ទះរបស់លោកមេភូមិវិញអ៊ំកៃបានធ្វើទឹកមន្តលាងឧបទ្រពស្រោចឲ្យកូនស្រីរបស់លោកមេភូមិនិងអ្នកភូមិដែលត្រូវអំពើអំពាន់ដោយអភូតហេតុកូនស្រីរបស់លោកមេភូមិធនបានដឹងខ្លួនវិញភ្នែករបស់នាងភ្លឺថ្លាពុកមិនក៏ខ្ញុំនៅទីនេះអញ្ចឹងមេភូមិធនក៏បានស្ទុះទៅអោបកូនស្រីរបស់គាត់ឡើងណែនហើយយំដូចជាកូនក្មេងអញ្ចឹងកូនជាហើយអរគុណទេវតានៅព្រឹកស្អែកឡើងអ្នកភូមិទាំងអស់គ្នាបានមកជូនដំណើរពួកគេលែងភ័យខ្លាចទៀតហើយមុខរបស់ពួកគេពោពេញទៅដោយស្នាមញញឹមមេភូមិធនកាន់ដៃនិរិទ្ធនិងអ៊ំកៃមួយជីវិតនេះខ្ញុំមិនភ្លេចគុណទេបើមានការអីដែលខ្ញុំអាចជួយបានសូមប្រាប់ខ្ញុំមកចោះអ៊ំកៃគាត់ក៏ញញឹមគ្រាន់តែលោកមេភូមិដឹកនាំអ្នកស្រុកអ្នកភូមិឲ្យកាន់តែធម៌ល្អទៅនិងចេះការពារគ្នានោះគឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើងទាំងអស់គ្នានេះរទេះគោរបស់ពួកគាត់ទាំងអស់គ្នាក៏បានបកចេញទៅបន្សល់ទុកនៅរឿងព្រេងនៃក្រុមអ្នកបង្ក្រាបមាសនៅក្នុងចិត្តអ្នកភូមិអង្គជារៀងរហូតនៅតាមផ្លូវកញ្ញាក៏បានសួរទៅកាន់នាយរដ្ឋថាបងរិទ្ធបងគិតថានឹងមានមនុស្សអាក្រក់ដូចជាពួកវាទាំងពីរនាក់នេះទៀតទេនាយរដ្ឋសម្លឹងមើលទៅផ្លូវខាងមុខដរាបណានៅមានតណ្ហានិងភាពលោភលន់មនុស្សអាក្រក់នៅតែមានតែដរាបណាពួកយើងនៅតែមានគ្នាយុទ្ធធម៌ក៏នៅតែមានដែរក្រោយពីពួកគាត់ទាំងអស់គ្នាបានលាអ្នកភូមិនៅក្នុងភូមិអង្គដោយស្នាមញញឹមមកក្រុមរបស់អ៊ំកៃក៏បានធ្វើដំណើរអស់រយៈពេល2ថ្ងៃទៀតកាត់តាមវាលស្រែដែលខៀវស្រងាត់រហូតមកដល់ភូមិមួយដែលស្ថិតនៅជាប់មាត់បឹងដ៏ធំល្វឹងល្វើយនេះគឺជាភូមិបឹងតូចឈ្មោះបឹងតូចក៏ពិតមែនក៏ប៉ុន្តែបឹងធំសម្បើមខ្លាំងណាស់ពេលដែលពួកគាត់ទាំងអស់គ្នាបានមកដល់ក្បែរភូមិពួកគាត់ក៏បានឃើញបុរសចំណាំម្នាក់អាយុប្រហែលជា60ឆ្នាំសក់រួញពាក់វ៉ែនតាខ្មៅមកខាងព្រោះបែកកញ្ចក់កំពុងតែឈរនៅមាត់បឹងដៃកាន់ដំបងឈើគូសវាសលើដីហើយរអ៊ូតែម្នាក់ឯងឧមៀកអាគមការពារកុំឲ្យក្រពើមកឧមៀកផ្លុំគាត់ផ្លុំខ្យល់វូវូស្រាប់តែមានកង្កែបមួយក្បាលបានលោតផ្លោតចេញពីទឹកមកប៉ះមុខរបស់គាត់អើយអាគមខុសទៀតហើយអញគាត់លន់មាត់បរោះចំណាស់ម្នាក់ហ្នឹងគាត់មានឈ្មោះថាអ៊ំយ៉ាដែលជាមេភូមិបឹងតូចហ្នឹងគាត់ចេះមន្តអាគមតិចតួចភាគច្រើនចេះតែចាំតគ្នាតែប៉ុណ្ណោះតែពេលខ្លះគាត់សូត្រមិនសូវត្រូវប៉ុន្មាននោះទេជំរាបសួរលោកអ៊ំនិរិទ្ធនិយាយទៅកាន់អ៊ំយ៉ាពេលដែលឮសំឡេងនិរិទ្ធភ្លាមអ៊ំយ៉ាគាត់មានអារម្មណ៍ថាភ័យខ្លាំងណាស់គាត់ក៏បានស្ទុះលោតកញ្ចែងភ្លាមអាណាគេនឹងក្រពើខ្លែងខ្លួនជាមនុស្សមែនទេអញមានកំបិតស្នៀតណាស់អ៊ំយ៉ាគាត់ក៏បានដកកំបិតចិត្តបន្លាយចេញមកអ៊ំកៃគាត់សើចតិចហើយក៏ដើរចូលទៅកុំភ័យអីណាលបងខ្ញុំមានឈ្មោះថាកៃយីលបងទេតើលបងគឺជាលោកគ្រូកៃនឹងមែនទេអ៊ំយ៉ាគាត់ក៏បានស្ទុះមកចាប់ដៃភ្លាមងាប់ហើយមកចំពេលល្អខ្លាំងណាស់ភូមិនេះយ៉ាប់ហើយលបងអើយអ្នកស្រុកដាច់បាយហើយព្រោះចោះទឹកមិនបានអ៊ំយ៉ាគាត់ក៏បានរៀបរាប់ប្រាប់ទៀតថា
កាលពីមុនបឹងនេះសម្បូរត្រីខ្លាំងណាស់អ្នកភូមិរកស៊ីបានក្រាន់បើក៏ប៉ុន្តែមួយខែមុននេះមានក្រពើខ្មៅមួយក្បាលធំដូចជាទូងោមករស់នៅទីនេះឲ្យតែមានអ្នកណាចោះទឹកវាដេញខំត្របាក់ស៊ីជាចំណីជាមិនខានមិនត្រឹមតែប៉ុណ្ណោះនៅយប់ឡើងមានខ្មោចទឹកដៃសលូកមកទាញជើងរបស់មនុស្សថែមទៀតផងពូស្នោធ្វើមុខជឿជាក់អ៊ំយ៉ាឯងកំភៃរឿងក្រពើរឿងក្របីຕົកចិត្តលើខ្ញុំចោះខ្ញុំនេះកំពូលអ្នកនេសាទតាំងពីនៅក្មេងមកម្លេះចាំខ្ញុំទៅចាប់វាធ្វើឆាក្តៅជូនខ្លែមណាពូខ្លាគាត់លឺបែបហ្នឹងគាត់ក៏អស់សំណើចគាត់ក៏បានសើចប្រយ័ត្នតែវាចាប់ឯងធ្វើផ្អកទៅវិញទៅណាស្នោដោយសារតែពូស្នោគាត់ចង់អួតស្នាដៃរបស់គាត់ពូស្នោបានយកសន្ទូចមួយដើរទៅមាត់បឹងចាំមើលណាអ្នកទាំងអស់គ្នាខ្ញុំនឹងស្ទួយក្រពើឲ្យមើលពូស្នោបោះសន្ទូចចូលទៅក្នុងទឹកវឹបជិបអង្គុយបានមួយសន្ទូចកន្ត្រាក់ខ្លាំងជាប់ហើយធំណាស់វើយពូស្នោស្រែកទាំងអនាយៈនិងនិរិទ្ធរត់ទៅមើលប្រយ័ត្នផងពូស្នោប្រឹងទាញឡើងមុខក្រហមឡើងមកអាក្រពើចង្រៃភងអ្វីដែលហោះឡើងមកនឹងគឺមិនមែនក្រពើនោះទេវាគឺជាស្បង់ជីពោរបស់ព្រះសង្ឃដែលជាប់ជាមួយនឹងភក់យ៉ាងក្រាស់នាយឿននិងអ្នកភូមិទាំងអស់គ្នាដែលបានឈរមើលពូស្នោនឹងសើចកៀងពោះតែម្ដងពូស្នោធ្វើមុខស្ងួតក្រពើនេះចេះយកស្បង់ជីពោលោកយកទៅគ្របខ្លួនវាទៅតើបានបន្តិចក្រោយមកស្រាប់តែនៅក្នុងទឹកបឹងក៏ចាប់ផ្ដើមពុះកញ្ជ្រោលដៃខ្មោចពណ៌សរាប់សិបបានលូកចេញពីក្នុងទឹកមកចាប់ជើងពូស្នោម៉ែអើយខ្មោចទាញជើងហើយពូស្នោលោតទៅអោបនាយៈជាប់ត្រៀមខ្លួនអ៊ំកៃក៏បានស្រែកឡើងក្រពើខ្មៅដ៏ធំហិមាបានងើបក្បាលឡើងភ្នែកវាពណ៌ក្រហមឆេះវាហាមាត់ដែលមានធ្មេញមុតស្រួចបំរុងនឹងត្របាក់ពូស្នោនេរិនក៏បានស្ទុះទៅមុខដកដាវរន្ទះរបស់គេនាយៈដាក់ពូស្នោចុះហើយលើញញួរទេមប្រយុទ្ធជាមួយនឹងអាបិសាចក្រពើភ្នែកក្រហមដ៏ធំនឹងនាយរិទ្ធក៏ចាប់ផ្ដើមកាប់ដាវទៅលើទឹកបង្កើតបានជាចរន្តភ្លើងមួយឆក់ពពួកខ្មោចទឹកនោះឲ្យរលាយបាត់នាយៈលោតទៅជិះលើក្បាលក្រពើខ្មៅនៅឲ្យស្ងៀមអាក្រពើធំក្រពើខ្មៅវារមូលខ្លួនបោកនាយៈធ្លាក់ចូលទៅក្នុងទឹកខ្លាខ្មៅដែលជាពូខ្លាបានប្រែខ្លួនភ្លាមលោតទៅជួយដោយខំកន្ទុយក្រពើនោះទាញមកលើគោកពេលក្រពើឡើងមកដល់លើគោកអ៊ំកៃបានសង្កេតឃើញអ្វីម្យ៉ាងនៅតាមមាត់ក្រពើនិងជាប់ជើងពពួកខ្មោចទឹកដែលមានសុទ្ធតែសម្រាមថង់ផ្លាស្ទិកនិងសំណាញ់ចាស់អ៊ំកៃក៏បានស្រែកឡើងភ្លាមថាឈប់កុំសម្លាប់វាអីស្រាប់តែពេលនោះអ៊ំកៃក៏បានដើរចូលទៅជិតក្រពើខ្មៅភ្នែកក្រហមនឹងគាត់យកដៃទៅដាក់លើក្បាលវាហើយសូត្រមន្តបើកភ្នែកព្រះធម៌ក្រពើខ្មៅប្រែជាស្ងប់ទឹកភ្នែកវាក៏បានហូរក្រពើនេះមិនមែនជាក្រពើបិសាចដែលកាចសាហាវនោះទេវាគឺជាក្រពើអ្នកតាមម្ចាស់បឹងដែលប្រែក្រឡាវាខឹងអ៊ំកៃងាកទៅរកអ៊ំយ៉ានិងអ្នកភូមិលោកបងយ៉ាតើអ្នកភូមិបានធ្វើអ្វីដាក់បឹងនេះអ៊ំយ៉ាអេះក្បាលពួកខ្ញុំជួនកាលខ្ជិលក៏ចាក់សម្រាមចូលទៅក្នុងបឹងនឹងអ្នកខ្លះប្រើឆក់ត្រីអ្នកខ្លះប្រើថ្នាំពុលដើម្បីបានត្រីច្រើនគ្រាន់តែឮអ៊ំយ៉ានិយាយបែបនឹងភ្លាមអ៊ំកៃគាត់ក៏បានដកដង្ហើមធំនេះហើយជាមូលហេតុខ្មោចទឹកទាំងអស់នេះមិនមែនជាវិញ្ញាណខ្មោចនោះទេវាគឺជាវិញ្ញាណនៃភាពកខ្វក់សម្រាមដែលពួកអ្នកទាំងអស់គ្នាបានចោលបានคล้ายជាពឹសពលសម្រាប់ត្រីតូចហើយធ្វើឲ្យម្ចាស់បឹងដែលជាសត្វក្រពើនឹងកើតទុកមិនសុខចិត្តព្រោះនេះជាកន្លែងដែលវារស់នៅហើយវាត្រូវស្អុយរលួយវាចេញមកដេញពួកអ្នកទាំងអស់គ្នាគឺដើម្បីការពារកុំឲ្យពួកឯងទាំងអស់គ្នានឹងបំផ្លាញទឹកបឹងនេះអស់តែប៉ុណ្ណោះអ៊ំកៃគាត់បន្តនិយាយទាំងមើងម៉ាត់ថាធម្មជាតិប្រៀបដូចជាម្ដាយដែលចិញ្ចឹមយើងបើយើងគោរពវានឹងផ្ដល់ចំណីឲ្យយើងតែបើយើងបំផ្លាញវាប្រៀបដូចជាយើងបំពុលឆ្នាំងបាយខ្លួនឯងអញ្ចឹងថ្ងៃណាមួយធម្មជាតិនឹងខឹង
ហើយសងសឹកយើងវិញដូចពេលនេះអញ្ចឹងណានៅពេលដែលអ្នកភូមិទាំងអស់គ្នាបានស្ដាប់ហើយពួកគាត់ទាំងអស់គ្នាពិតជាមានការសោកស្ដាយយ៉ាងខ្លាំងពួកខ្ញុំខុសហើយតើពួកខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅលោកគ្រូត្រូវជួយគ្នាសម្អាតបឹងនេះភ្លាមអ៊ំកៃបញ្ជាមួយរសៀលនេះក្រុមរបស់និរិទ្ធនិងអ្នកភូមិទាំងអស់គ្នាក៏បានចោះកោបសម្រាមនិងសម្អាតបឹងនឹងឲ្យស្អាតនាយកប្រើកម្លាំងទាញសំណាញ់ចាស់រាប់តោនចេញពីបាតបឹងលុះមួយកំណាត់ល្ងាចពួកគាត់ទាំងអស់គ្នាបានជួយគ្នាម្នាក់ម្ដាយម្ជើងមកនៅពេលដែលបឹងស្អាតក្រពើខ្មៅក៏បានប្រែខ្លួនទៅជាពន្លឺពណ៌មាសហើយហែលចុះទៅបាតបឹងបាត់ទៅចំណែកខ្មោចទឹកវាក៏បានរលាយបាត់អស់តាមមន្តអាគមដែលអង្កៃគាត់បានប្រើបង្ក្រាបពួកវានឹងហើយចំណែកឯត្រីរាប់ពាន់ក្បាលបានផុសឡើងមកវិញយ៉ាងហូរហែធ្វើឲ្យអ្នកភូមិទាំងអស់គ្នាពិតជាសប្បាយចិត្តខ្លាំងយកតែមែនទែនអ៊ំយ៉ាគាត់សប្បាយចិត្តពេកក៏ចង់បញ្ចេញស្នាដៃម្ដងអរគុណលោកបងកៃដើម្បីអបអរសាទរខ្ញុំនឹងសូត្រមន្តហៅទឹកភ្លៀងឲ្យត្រជាក់ត្រជុំអ៊ំយ៉ាគាត់និយាយហើយក៏ចាប់ផ្ដើមសូត្រឧមៈមហាមេឃធ្លាក់ភ្លៀងបាក់មេឃក្រាំងមិនមែនជាភ្លៀងនោះទេគឺផ្លែដូងទុំមួយផ្លែបានធ្លាក់មកពីដើមត្រូវក្បាលរបស់អ៊ំយ៉ាផោកអូយភ្លៀងដូងអ៊ំយ៉ាងអែលក្បាលរបស់គាត់អ្នកភូមិរួមទាំងក្រុមអ៊ំកៃក៏បានអស់សំណើចនាំគ្នាសើចអ៊ំយ៉ាតែម្ដងទៅបន្ទាប់មកនិរិទ្ធក៏បាននិយាយទៅកាន់អ៊ំយ៉ាថាបានហើយអ៊ំទុកឲ្យធម្មជាតិគេចាត់ចែងទៅចោះកុំប្រើមន្តអាគមអីណាអ្នកទាំងអស់គ្នាសើចសប្បាយរីករាយមុននឹងចាក់ចេញអ៊ំកៃបានសរសេរពាក្យស្លោកមួយឃ្លាដាក់នៅមាត់បឹងនោះថាទឹកថ្លាត្រីច្រើនជីវិតសប្បាយព្រោះយើងមិនបានបំផ្លាញធម្មជាតិបន្ទាប់ពីពួកគាត់ទាំងអស់គ្នាបានជួយសង្គ្រោះអ្នកភូមិបឹងតូចនឹងមកក្រុមរបស់អ៊ំកៃក៏បានសម្រាកនៅក្នុងភូមិបឹងតូចនឹងអស់រយៈពេល2ថ្ងៃដោយសារតែអ្នកភូមិក៏ដូចជាអ៊ំយ៉ាដែលជាមេភូមិបឹងតូចហ្នឹងបានខាត់ពួកគាត់ទាំងអស់គ្នាមិនទាន់ឲ្យចាក់ចេញពីភូមិនឹងនោះឡើយបន្ទាប់ពីបានបន្សល់ទុកនៅស្នាមញញឹមនៅក្នុងភូមិបឹងតូចក្រុមរបស់អ៊ំកៃពួកគាត់ទាំងអស់គ្នាក៏បានបន្តដំណើរឆ្ពោះទៅទិសខាងកើតផ្លូវលំដែលពួកគេកំពុងតែធ្វើដំណើរនេះលែងសូវមានព្រៃក្រាស់ដូចពីមុនទៀតហើយក៏ប៉ុន្តែសម្បូរទៅដោយដើមឈើធំដែលដុះរីប៉ាយនិងវាលស្មៅខ្ពស់អស់រយៈពេល3ថ្ងៃក្រោយមកនៃការធ្វើដំណើរនេះគឺពេលដែលនិរិទ្ធមានអារម្មណ៍ប្លែកជាងគេរាល់ដង្ហើមដែលគាត់ដកគាត់ធំក្លិនដីក្លិនផ្កាព្រៃនិងក្លិនខ្យល់ដែលគាត់ធ្លាប់ស្គាល់ពីក្មេងៗបងរិទ្ធមិនក៏បងញញឹមរហូតអញ្ចឹងកញ្ញាសួរទាំងឆ្ងល់ខណៈពេលដែលនិរិទ្ធកំពុងតែផ្លុំស្លឹកឈើលេងនៅលើរទេះនិរិទ្ធងាកមកតបដោយសំឡេងទន់ភ្លន់កញ្ញាខ្យល់នេះបងស្គាល់ច្បាស់ណាស់ពួកយើងចិត្តទៅដល់ផ្ទះបងហើយណានាយៈដែលកំពុងតែជួយបរទេះពូស្នោនៅខាងមុខក៏បានងាកមកខាងក្រោយហើយក៏បានងក់ក្បាលដែរត្រូវហើយខ្ញុំចាំដើមរកាធំនៅខាងមុខនោះផុតពីព្រៃនេះបន្តិចទៅគឺដល់តំបន់ដែលពួកយើងរស់នៅហើយបើទោះបីជាមិនទាន់បានជួបឪពុកម្ដាយពូរឿននិងមីងរ៉ាដែលជាឪពុកម្ដាយរបស់និរិទ្ធក៏ដោយក៏ប៉ុន្តែបេះដូងរបស់និរិទ្ធលោតញាប់ខ្លាំងណាស់គាត់នឹកឃើញស្នាមញញឹមរបស់ម្ដាយនិងការបង្ហាត់បង្រៀនរបស់ឪពុករបស់គេក៏ប៉ុន្តែគាត់មិនដឹងទេថានៅផ្លូវខាងមុខក៏មានឧបសគ្គដ៏ធំមួយកំពុងតែរងចាំក្រុមពួកគាត់ទាំងអស់គ្នានៅថ្ងៃទី3ពេលដែលព្រះអាទិត្យរៀបលិចពួកគេបានមកដល់ភូមិមួយដែលមានរបងឫស្សីរឹងមាំនិងមានប៉មយាមខ្ពស់នេះគឺជាភូមិព្រៃត្បូងខុសពីភូមិដទៃភូមិនេះហាក់ដូចជាកំពុងស្ថិតក្នុងសភាពសឹកសង្គ្រាមចឹងមើលទៅមនុស្សប្រុសនៅក្នុងភូមិនេះមិនកាន់ចប់មិនកាន់ដង្កល់នោះទេគឺពួកគេកាន់កំបិតពូថៅនិងស្នាគ្រប់ដៃតែម្ដងនៅពេលដែលរទេះគោរបស់ពួកគាត់ទាំងអស់គ្នាបានបរចូលទៅដល់មនុស្សម្នាក់បានរត់ចេញមកហើយមើលដោយការប្រុងប្រយ័ត្នឈប់សិនតើពួកឯងគឺជាមនុស្សឬក៏ជាស្មិលខ្លែងកាយសំឡេងដ៏មានអំណាចមួយបានបន្លឺឡើងបរិសុទ្ធចំណាស់ម្នាក់អាយុប្រហែលជា70ឆ្នាំសក់សក្បោះចងជាកំប៉ោយតែរាងកាយរបស់គាត់នៅស្រស់ស្អាតសាច់តុំរឹងមាំនិងមានកាន់ដំបងកែវ
ដំបងឫស្សីកម្រមួយយ៉ាងបានដើរចេញមកនេះគឺតាយន់ដែលជាមេភូមិព្រៃត្បូងនិងជាគ្រូអាគមជើងចាស់ផងដែរអ៊ំកាយញញឹមហើយក៏បានចុះពីលើរទេះលបងយន់លបងឯងនេះនៅតែរហ័សរហួននិងមានការប្រយ័ត្នប្រយែងដោយកាលពី20ឆ្នាំមុនដដែលតាយន់គាត់ក៏បានបើកភ្នែកធំយីលោកប្អូនកាយទេតើព្រះអើយស្មានថាស្លាប់បាត់ទៅហើយតើនេះមិត្តចាស់ទាំងពីរនាក់បានស្ទុះទៅអោបគ្នាតាយន់គឺជាមិត្តរួមចំនួនជាមួយនឹងអ៊ំកាយប៉ុន្តែតាយន់នេះមានអាយុក្រែលជាងអ៊ំកាយបន្តិចបន្តួចហើយពួកគាត់ទាំងពីរនាក់ក៏បានធ្លាប់រៀនវិជ្ជាជាមួយគ្នាផងដែរនៅក្នុងសាលាប្រជុំភូមិតាយន់គាត់បានប្រាប់រឿងរ៉ាវដ៏រន្ធត់លោកប្អូនកាយអើយឯងមកចំពេលល្អណាស់ភូមិព្រៃត្បូងកំពុងតែជួបគ្រោះធំហើយមានខ្លាស្មិលមួយក្បាលវាសាហាវខុសពីសត្វធម្មតាភ្នែករបស់វាពណ៌ក្រហមដូចភ្លើងខ្លួនរបស់វាធំហើយវាចេះគិតដូចជាមនុស្សអញ្ចឹងតាយន់គាត់ក៏បន្តទាំងទៅមុខក្រៀមក្រំទៀតថាវាបានសម្លាប់អ្នកភូមិអស់ជាង10នាក់ទៅហើយឲ្យតែអ្នកណាហ៊ានចូលទៅកាប់អស់ឬក៏ដកផ្សិតនៅក្នុងព្រៃខាងកើតនេះដឹងតែសល់តែឆ្អឹងត្រឡប់មកវិញជាមិនខានខ្ញុំធ្លាប់ប្រយុទ្ធជាមួយនឹងវាម្ដងហើយតែវាចេះវិជាបំបាំងកាយថែមទៀតផងខ្លាស្មុលនេះមិនធម្មតានោះទេណាវាមិនមែនជាសត្វធម្មតាទេអ៊ំកាយគាត់អង្គុយវិភាគខ្លាស្មិលគឺជាខ្លាដែលមានវិញ្ញាណគ្រូអាគមចូលសន្ធិដ្ឋឬក៏ជាគ្រូអាគមដែលរៀនវិជ្ជាខ្លាហើយដាច់ក្រឡាត្រូវហើយតាយន់គាត់ក៏បានងក់ក្បាលខ្ញុំបានស៊ើបដឹងថាអ្នកបញ្ជាវាមកនឹងគឺជាគ្រូស្វិតវាជាគ្រូអាគមមកពីស្រុកឆ្ងាយរូបរាងតូចល្អិតដូចជាកូនក្មេងអញ្ចឹងក៏ប៉ុន្តែចិត្តរបស់វាខូខើសម្បើមណាស់វាចង់យកព្រៃខាងកើតធ្វើជាអាណាចក្ររបស់វាដែលបានគ្រប់គ្រងនេះរត់ក៏បានក្រោកឈរភូមិព្រៃត្បូងនេះនៅជាប់នឹងភូមិអញ្ចាញគឺជាផ្ទះរបស់ខ្ញុំបើមិនកំចាត់វានោះទេឪពុកម្ដាយខ្ញុំនិងអ្នកភូមិអញ្ចាញទាំងមូលក៏អាចនឹងមានគ្រោះថ្នាក់ផងដែរនាយកក៏លើញញួរតោះទៅវាកំតិចបំបែកក្បាលវាតែម្ដងទៅលុះព្រឹកព្រលឹមស្អែកឡើងក្រុមរបស់អ៊ំកាយរួមទាំងតាយន់និងមនុស្សចំណិតរបស់តាយន់5នាក់ទៀតបានចូលទៅក្នុងព្រៃខាងកើតព្រៃនៅទីនោះស្ងាត់ឈឹងគ្មានសូម្បីតែសំឡេងសត្វចង្រិតយំដើមឈើមានស្នាមក្រញាំខ្វែហែកជ្រៅជ្រៅពូខ្លាគាត់បានដើរនាំមកគេច្រមុះរបស់គាត់ធំក្លិនចម្លែកប្រយ័ត្នណាអ្នកទាំងអស់គ្នាវាមានក្លិនឆ្អាបខ្លាំងសម្បើមណាស់ពូខ្លាខ្សឹប5អ្នកទាំងអស់គ្នាស្រាប់តែភ្លាមនោះខ្យល់បានបក់បោកមកយ៉ាងខ្លាំងស្លឹកឈើហោះវល់ពេញដីហាសំឡេងសើចទូចស្រួយបានលាន់ចេញពីគ្រប់ទិសទីស្វាគមន៍ពួកអាល្ងងយកសាច់មកជូនខ្លារបស់អញស៊ីទៀតហើយនៅលើមែកឈើខ្ពស់មួយមានបរិមម្នាក់អង្គុយយល់ជើងគាត់មានកម្ពស់ត្រឹមតែ1ម៉ែត្រជាងប៉ុណ្ណោះរាងកាយស្គមស្វិតដូចមែកឈើងាប់ស្បែកខ្មៅស្រអាប់មុខតូចតែភ្នែកធំលៀនចេញមកក្រៅនេះគឺជាគ្រូស្វិតនឹងឯងទោះបីរូបរាងរបស់គាត់មើលទៅគួរឲ្យអស់សំណើចប៉ុន្តែបារមីអាគមរបស់គាត់ដែលចេញពីខ្លួនគាត់ហ្នឹងអាចធ្វើឲ្យអង្កៃនិងតាយន់ព្រឺរោមបានអាខ្លាឯងចេញមកទទួលភ្ញៀវទៅវើយគ្រូស្វិតនឹងបានបញ្ជាទៅខ្លារបស់ខ្លួនពីក្នុងគុំព្រៃងងឹតមួយសត្វខ្លាមួយក្បាលដ៏ធំមហិមាបានលោតចេញមកវាគឺជាខ្លាស្វិលភ្នែកក្រហមនឹងឯងរោមរបស់វាមានពណ៌ប្រផេះលីខ្មៅបញ្ជាក់ថាវាចាស់វស្សាណាស់ទៅហើយនៅលើថ្ងាសរបស់វាមានសាក់យ័ន្តពណ៌ក្រហមហើយវាក៏បានក្រហមឡើងខ្លារបស់គ្រូស្វិតនឹងវាក៏បានលោតសម្ដៅទៅរកតាយន់មុនគេអាចារ្យកំហូចថ្ងៃនេះគឺជាថ្ងៃងាប់របស់ឯងហើយខ្លានោះវាចេះនិយាយភាសាមនុស្សថែមទៀតតាយន់គាត់ក៏បានលើកដំបងកាយរាំងផាំងកម្លាំងរបស់អាខ្លានឹងខ្លាំងសម្បើមណាស់ធ្វើឲ្យតាយន់ថយក្រោយ4ទៅ5ចំហៀនឯងកុំធ្វើឲ្យមនុស្សចាស់អីពូខ្លាគាត់បានស្រែកហើយក៏បានប្រែខ្លួនคล้ายទៅជាខ្លាខ្មៅ
គាត់ក៏បានស្ទុះទៅបុកខ្លាស្មើនឹងពេញមួយទំហឹងឈុតឆាករវាងខ្លាខ្មៅប្រយុទ្ធជាមួយនឹងខ្លាស្មើនោះក៏ចាប់ផ្ដើមកើតឡើងការប្រយុទ្ធគ្នារវាងសត្វអាគមធំទាំងពីរខ្លាស្មើនោះផ្កាយខ្លាំងណាស់វាចេះប្រើកន្ទុយរបស់វាដូចជារំពាត់ហើយស្បែករបស់វារឹងដូចជាដែកអញ្ចឹងចំណែកឯពូខ្លាវិញស្បែករបស់ខ្លាខ្មៅគាត់នឹងមិនសូវជារឹងមាំប្រមាណនោះទេនៅពេលដែលគ្រូស្វិននឹងបានឃើញខ្លាស្មើរបស់ខ្លួនកំពុងតែជាប់មាត់ប្រយុទ្ធបែបហ្នឹងគ្រូស្វិនក៏ចាប់ផ្ដើមលូកដៃពួកឯងកុំរំខានសត្វចិញ្ចឹមរបស់អញគ្រូស្វិនក្រវីដៃតិចរបស់គាត់ឬឈើនឹងវល្លិរាប់រយបានលូតចេញពីដីដូចជាពស់មានជីវិតអញ្ចឹងពួកវាបានទៅរំជើងនិរិទ្ធនិយៈកញ្ញានិងពូស្នោញញួរទេពនិយៈក៏បានយកញញួររបស់គេវាយទៅលើវល្លិទាំងអស់នោះក៏ប៉ុន្តែវល្លិទាំងអស់ហ្នឹងវាចេះតែដោះមកវិញភ្លាមនិរិទ្ធក៏បានស្រែកហៅដាវរន្ទះរបស់គេដាវរន្ទះក៏កាប់ទៅលើវល្លិទាំងអស់ហ្នឹងដែលរំជើងរបស់កញ្ញានៅពេលដែលគ្រូស្វិតបានឃើញស្ថានភាពរបស់ពួកគេបែបហ្នឹងគ្រូស្វិតបានត្រឹមតែឈោសើចអាវុធរបស់ពួកឯងមិនឈ្នះធម្មជាតិនៃអាគមរបស់អញនោះទេណាគ្រូស្វិតក៏ចាប់ផ្ដើមសូត្រមន្តអាគមខ្មៅបន្ថែមធាតុដីរឹតរួមដីដែលពួកគេឈោបានប្រែទៅជាភក់ហើយស្រូបជើងរបស់ពួកគេចុះទៅខាងក្រោមចូលទៅក្នុងភក់នឹងអ៊ំកៃនិងតាយ័នពួកគាត់ទាំងពីរនាក់មើលមុខគ្នាអ៊ំកៃគាត់ក៏បាននិយាយទៅកាន់តាយ័នថាតើលោកមេភូមិឯងមានចេះនៅអាគមអាគីណេតដែរឬទេភ្នែកភ្លើងណានៅពេលហ្នឹងតាយ័នគាត់ក៏បានតបទៅវិញថាអូខ្ញុំចេះតែតើលោកគ្រូអញ្ចឹងតោះចាប់ផ្ដើមធ្វើវាតែម្ដងទៅតាយ័នលោតឡើងលើស្មារបស់នាយៈនៅពេលដែលកំពុងតែជាប់ផុកត្រឹមចង្កេះនឹងដើម្បីធ្វើឲ្យផុតពីដីភក់នឹងគាត់យកដំបងកែងគូសយន្តនៅលើអាកាសអ៊ំកៃឈោពីក្រោយបញ្ជូនធម្មពលទៅឲ្យតាយ័នភ្លើងអាគីណេតឆាប់ចេញមកបំផ្លាញអាគមព្រៃនេះទៅតាយ័នបាញ់កោងរស្មីហាក់បីដូចជារន្ទះអញ្ចឹងចេញពីចុងដំបងរបស់គាត់ភ្លើងនោះមិនមែនជាភ្លើងធម្មតានោះទេវាគឺជាភ្លើងអាគមវាបានរត់ទៅឆេវរនិងឬឈើដែលគ្រូស្វិតនោះបានបញ្ជាមកក្តៅណាស់គ្រូស្វិតនោះស្រែកពេញមួយទំហឹងព្រោះវត្តទាំងនោះភ្ជាប់នឹងវិញ្ញាណរបស់គាត់ឆ្លៀតឱកាសដែលគ្រូស្វិតកំពុងតែឈឺចាប់និរិទ្ធរើបំរាស់រួចពីភក់គាត់ឃើញគ្រូស្វិតកំពុងតែព្យាយាមរត់គេចដោយសារលោតតាមមេឈើគម្រត់និរិទ្ធប្រើមន្តអាគមសម្រាខ្លួនលោតជន់លើស្មារបស់និយៈស្ទុះវឹងឡើងទៅលើអាកាសកញ្ញាទាញធ្នូបាញ់ព្រួញមួយដើមទៅស្ទាក់ផ្លូវរបស់គ្រូស្វិតវឹបក្របព្រួញបានដោតជាប់មេឈើនៅខាងមុខរបស់គ្រូស្វិតធ្វើឲ្យគ្រូស្វិតឈប់ងក់និរិទ្ធបានមកដល់ល្មមអ្នកដែលធ្វើបាបអ្នកភូមិគ្មានផ្លូវរត់រួចនោះទេណាគ្រូស្វិតនិរិទ្ធកាប់ដាវរន្ទះមួយទំហឹងមិនមែនកាប់ត្រូវខ្លួនទេគឺកាប់ត្រូវឈើច្រត់ក្បាលស្មិលដែលជាឈើច្រត់ក្បាលខ្មោចនឹងឯងបងប្អូនដែលគ្រូស្មិលតែងតែកាន់និងតែងតែប្រើព្រោះថាឈើច្រត់នឹងវាមានឫទ្ធិអំណាចខ្លាំងសម្បើមណាស់ចំពោះគ្រូស្មិលនោះគឺជាប្រភពធម្មពលរបស់គាត់ឈើច្រត់បាក់ខ្ទេចអត់ទេធម្មពលអញគ្រូស្វិតធ្លាក់ពីលើដើមឈើមកដីឬសូតែឌឹបនៅពេលដែលឃើញឈើច្រត់បាក់ខ្លាស្មើភ្នែកក្រហមក៏បានបាត់បង់ធម្មពលអមតៈរបស់វាដែរពូខ្លាបានស្ទុះទៅខំវាព្រមគ្នាខ្លាចាស់នោះក៏បានដាច់ខ្យល់ស្លាប់ប្រែរូបទៅជាសាកសពរបស់មនុស្សចាស់ដែលមានសាក់យន្តពេញខ្លួនគឺរូបរាងដើមមុនពេលដែលខ្លាយជាខ្លាស្មិលចំណែកឯគ្រូស្វិតដែលអស់រិនត្រូវបានតាយ័នចាប់ចងស្លាប់សេគ្រូល្អិតឯងអស់លក្ខហើយមែនទេគ្រូស្វិតក៏ចាប់ផ្ដើមយំអង្វរតាយ័នលេងខ្ញុំទៅខ្ញុំសូមចុះចាញ់ហើយតាយ័នក៏បានឆ្លើយទាំងវឹងមាត់ថាច្បាប់គឺច្បាប់សម្លាប់គឺសម្លាប់ឯងធ្វើបាបអ្នកភូមិរបស់យើងច្រើនមកហើយដូច្នេះយើងមិនអាចទុកឯងឲ្យរស់រានមានជីវិតតទៀតបាននោះទេណាបន្ទាប់ពីកំចាត់អាគ្រូស្វិតនឹងហើយក្រោយពីត្រឡប់មកដល់ភូមិវិញអ្នកភូមិព្រៃត្បូងបានអបអរសាទរពួកគាត់ទាំងអស់គ្នាយ៉ាងខ្លាំងគ្រូស្វិតត្រូវបានដកហូតមន្តអាគម
និយាយទៅគឺរំលាយមន្តអាគមរបស់គ្រូស្វិតនឹងចោលហើយក៏បានបញ្ជូនទៅដោះស្រាយនៅតាមច្បាប់កាលសម័យនឹងតែម្ដងទៅកាលជំនាន់នឹងគ្មានទៅច្បាប់អីច្រើនទេបងប្អូនបកគលឲ្យអ្នកភូមិចាត់ការសម្លាប់ហើយយកទៅដុតចោលតែប៉ុណ្្នឹងនៅក្នុងយប់នោះតាយ័នក៏បានរៀបចំធ្វើពិធីជប់លៀងជូនក្រុមរបស់អ៊ំកៃដែរតាយ័នក៏បានហុចទឹកតែឲ្យទៅកាន់នាយរិទ្ធណែរិទ្ធក្មួយឯងពិតជានៅក្មេងល្អណាស់ឪពុកម្ដាយឯងសំណាងណាស់ដែលមានកូនដូចជាឯងនាយរិទ្ធសួរទាំងអន្ទះសាលោកតាតើភូមិអញ្ចាញសុខសប្បាយទេតើតាធ្លាប់បានចូលទៅដល់ភូមិអញ្ចាញដែរឬក៏អត់ហើយតើលោកតាស្គាល់ឪពុកម្ដាយរបស់ខ្ញុំមែនទេតើពួកគាត់សុខសប្បាយដែរទេតាយ័នគាត់ញញឹមហើយចង្អុលទៅទិសខាងកើតភូមិអញ្ចាញនៅជាប់របងភូមិយើងនេះទេតើតែត្រូវដើរកាត់ព្រៃឫស្សីមួយទៀតកាលពីម្សិលមិញតាបានលើដំណឹងថាពូរឿននិងមីងរ៉ាដែលជាម្ដាយឪពុករបស់ឯងនឹងកំពុងតែរងចាំផ្លូវកូនប្រុសគាត់ជារៀងរាល់ថ្ងៃតែម្ដងពួកគេទាំងពីរនាក់ហ្នឹងសុខសប្បាយទេគ្រាន់តែនឹករត់ឯងខ្លាំងបន្តិចគ្រាន់តែឮថាឪពុកម្ដាយរបស់គេសុខសប្បាយនាយរិទ្ធស្ទើរតែហោះទៅរកឪពុកម្ដាយរបស់គេភ្លាមតែម្ដងព្រោះថានាយរិទ្ធនេះបានបែកចេញពីឪពុកម្ដាយរបស់គេរៀងយូរគ្រាន់បើហើយទឹកភ្នែកកូនប្រុសក៏បានហូរចុះមកតិចដោយក្តីនឹករលឹកហើយគេក៏បាននិយាយទៅកាន់តាយ័នថាអរគុណលោកតាស្អែកនេះខ្ញុំនឹងបានជួបពួកគាត់ហើយនៅពេលហ្នឹងកញ្ញាក៏បានលូកដៃទៅកាន់ដៃរបស់នាយរិទ្ធថ្នមខ្ញុំត្រេកអរចំនួនបងណាស់បងរិទ្ធអ៊ំកៃមើលទៅពួកគេទាំងពីរនាក់ហើយក៏ងក់ក្បាលរួចអ៊ំកៃក៏និយាយឡើងថាការធ្វើដំណើររបស់ពួកយើងដ៏វែងឆ្ងាយជិតដល់ទីបញ្ចប់នៃចម្ពោះនេះហើយក៏ប៉ុន្តែការជួបជុំគ្រួសារគឺជាកម្លាំងចិត្តដ៏សំខាន់បំផុតសម្រាប់ពួកយើងទាំងអស់គ្នានៅក្នុងរាត្រីនោះនៅភូមិព្រៃត្បូងពោពេញទៅដោយក្តីសង្ឃឹមនាយរិទ្ធដេកមិនលក់នោះទេក្រោយពីផឹកស៊ីជប់លៀងរួចនាយរិទ្ធដេកបញ្ឈរភ្នែករងចាំតែព្រះអាទិត្យរះតែប៉ុណ្ណោះដើម្បីបន្តដំណើរទៅភូមិអញ្ចាញដែលជាភូមិរបស់គេលុះពេលដែលអរុណោទ័យបានរះចែងចាំងបំភ្លឺលោកាក្រុមរបស់អ៊ំកៃទាំងឡាយទាំងអស់គ្នាក៏បានលាតាយ័នរួមទាំងអ្នកភូមិព្រៃត្បូងទាំងអស់ដើម្បីបន្តដំណើរយាត្រាឆ្ពោះទៅកាន់ភូមិអញ្ចាញក្នុងដំណើរនេះព្រៃព្រឹក្សាដែលពួកគេត្រូវឆ្លងកាត់គឺជាព្រៃឫស្សីដ៏ក្រាស់ឃ្មឹកដែលមានដើមឫស្សីដ៏សុបទ្រុបបាំងពន្លឺព្រះសូរ្យាឲ្យនៅសល់តែស្រមោលព្រាព្រាតែប៉ុណ្ណោះកាលបើពួកគាត់ទាំងអស់គ្នាបានធ្វើដំណើរចូលទៅដល់ក្នុងព្រៃឫស្សីបានបន្តិចខ្យល់ជំនោរបានបក់មកនាំមកនៅក្លិនឆ្អាបនៃលោហិតធ្វើឲ្យពូខ្លានិងនាយឿនដែលដើរនៅខាងមុខឈប់ដំណើរងក់នាយឿនក៏បាននិយាយឡើងដោយសំឡេងថ្នមថាអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថានៅខាងមុខហាក់បីដូចជាមានអ្វីដែលមិនប្រក្រតីអញ្ចឹងកាលបើពួកគាត់ទាំងអស់គ្នាបានធ្វើដំណើរកាន់តែគៀកទៅអ្នកគ្រប់គ្នាក៏បានប្រទះឃើញនៅទស្សនីយភាពដ៏គួរឲ្យសង្វេគជាពន់ពេកនៅក្បែរគុម្ពឫស្សីមួយដ៏ធំមានសាកសពមនុស្សប្រុសចំនួន5នាក់អ្វីដែលចម្លែកអស្ចារ្យនោះគឺសាកសពទាំងអស់នោះមិនមែនដេកស្លាប់រាយប៉ាយឡើយតែត្រូវបានគេយកមកកូរលើគ្នាបង្កើតបានជារាងដូចចែកដីអញ្ចឹងមុខរបស់សាកសពទាំងអស់នឹងបែកចេញមកខាងក្រៅភ្នែកបើកក្រឡោតស៊ីសាច់ហត់ឈាមហាក់ដូចជាបានឃើញនៅអ្វីដែលគួរឲ្យខ្លាចបំផុតមុនពេលអស់ជីវិតអញ្ចឹងអ៊ំកៃបានដើរចូលទៅពិនិត្យមើលសាកសពទាំងអស់នោះដោយក្តីពិចារណាសាកសពទាំងអស់នេះគ្មានស្នាមរបួសដោយសារអាវុធឡើយតែហាក់ដូចជាត្រូវបានគេបូមយកធាតុជីវិតដូចជាបទជញ្ជក់ឈាមរបស់ពួកគេចេញអស់ពីខ្លួនចឹងហើយការរៀបចំសាកសពគោលើគ្នាបែបនេះមិនមែនជាការសម្លាប់ធម្មតានោះទេណាតែវាគឺជាពិធីបូជាដល់អមនុស្សអ្វីម្យ៉ាងនាយរិទ្ធក្តាប់ដាវរន្ទះក្នុងដៃយ៉ាងណែនហើយពោលថាការសម្លាប់មនុស្សយកមកលេងសើចបែបនេះគឺជាអំពើរបស់ពួកមាកំណាចពួកយើងត្រូវតែប្រយ័ត្នខ្លួនឲ្យបានមែនទេណា
ដោយមិនចង់បង្អែបង្អង់យូរនៅទីកន្លែងដែលមានរឿងហេតុកើតឡើងដ៏សែនចង្រៃនេះពួកគេក៏បាននាំគ្នាបន្តដំណើរយ៉ាងប្រញាប់ប្រញាល់សម្ដៅទៅកាន់ភូមិអញ្ចាញដោយនាំយកនៅចម្ងល់និងការសង្ស័យជាប់នៅក្នុងចិត្តលុះពួកគាត់ទាំងអស់គ្នាក៏បានធ្វើដំណើរផុតពីព្រៃឫស្សីវាលស្រែដ៏ខៀវស្រងាត់នៃភូមិអញ្ចាញក៏បានលេចរូបរាងឡើងកាលបើបានឃើញទស្សនភាពនេះនិរិទ្ធមានចិត្តរំភើបញាប់ញ័រគេបាននឹកឃើញដល់រឿងរ៉ាវកាលពីអតីតដែលឪពុកម្ដាយរបស់គេធ្លាប់បាននិទានប្រាប់និរិទ្ធមិនមែនជាអ្នកកើតនៅភូមិអញ្ចាញនេះទេកាលពីគេនៅអាយុ1ខួបស្រុកកំណើតរបស់គេត្រូវក្រុមចៅទាំងអស់នោះបានដុតបំផ្លាញដូច្នេះហើយទើបពូរឿននិងមីងរ៉ាដែលជាឪពុកម្ដាយរបស់និរិទ្ធបាននាំនិរិទ្ធភៀសខ្លួនមករស់នៅភូមិអញ្ចាញនេះតែម្ដងដោយហេតុតែនិរិទ្ធបានធំឡើងនៅក្នុងភូមិអញ្ចាញនេះដូច្នេះហើយទើបនិរិទ្ធស្រឡាញ់ទឹកដីនេះប្រៀបបីដូចជាទឹកដីកំណើតរបស់ខ្លួនអញ្ចឹងនៅពេលដែលរទេះគោរបស់ពួកគាត់បានឈប់នៅមុខផ្ទះឈើមួយដែលសាងសង់យ៉ាងស្អាតបាតពូរឿននិងមីងរ៉ាដែលកំពុងតែអង្គុយត្បាញកន្ទេលក៏បានស្ទុះរត់ចេញមកទទួលកូនប្រុសរិទ្ធកូនមានឪពុកពូរឿនស្រែកហៅទាំងក្តីរំភើបនិរិទ្ធក៏បានស្ទុះទៅក្រាបសំពះបាតជើងឪពុកម្ដាយរបស់គេកូនបានត្រឡប់មកវិញហើយពុកម៉ែកូនបាននាំយកកិត្តិយសនិងសេចក្តីសុខមកជូនពុកម៉ែវិញផងដែរបន្ទាប់ពីការអោបក្រសោបដោយក្តីនឹករលឹកហើយនិរិទ្ធក៏បានងាកទៅកាន់កញ្ញាដែលឈរនៅក្បែរនោះដោយរឹកពីស្រកត់ស្រកុំនិរិទ្ធបានកាន់ដៃនាងថ្នមហើយនាំមកចំពោះមុខឪពុកម្ដាយពុកម៉ែនេះគឺជាកញ្ញានាងគឺជាស្ត្រីដែលបានរួមសុខទុក្ខជាមួយនឹងកូនចេញមកពីព្រៃណាពុកម៉ែនិយាយហើយនិរិទ្ធក៏បានងាកទៅរកកញ្ញាហើយពោលយ៉ាងទន់ភ្លន់ទៅកាន់នាងថាអូននេះគឺជាឪពុកម្ដាយរបស់បងហើយសូមអូនគោរពទៅកាន់ពួកគាត់ទាំងពីរផងចោះពាក្យថាអូនមួយម៉ាត់នេះបានធ្វើឲ្យមីងរ៉ាញញឹមបិទមាត់មិនចិត្តព្រោះគាត់យល់ច្បាស់ថាកូនប្រុសរបស់គាត់បានរកឃើញគូជីវិតហើយលើកដៃថ្វាយព្រះណាកូនស្រីម៉ៃត្រេកអរខ្លាំងណាស់ដែលបានឃើញកូនមីងរ៉ាពោលដោយក្តីមេត្តាកញ្ញាក៏បានលើកដៃសំពះប្រកបដោយសុជីវធម៌ដ៏ខ្ពង់ខ្ពស់លុះរាត្រីកាលបានចូលមកដល់ក្រោយពីបានបរិភោគអាហារជួបជុំគ្នារួចរាល់និរិទ្ធបានលើកយកនៅរឿងរ៉ាវសាកសពក្នុងព្រៃឫស្សីមកពិភាក្សាពុកមុនពេលដែលពួកយើងបានចូលមកដល់ក្នុងភូមិនេះនៅព្រៃឫស្សីពួកខ្ញុំទាំងអស់គ្នាបានប្រទះឃើញសាកសពចំនួន5នាក់ដែលគេដាក់គោលើគ្នាក្នុងព្រៃឫស្សីនោះតើពុកមានដឹងដំណឹងអ្វីខ្លះទេពូរឿនមានទឹកមុខស្រេកស្លាំងទម្លាក់ទឹកមុខចោលបន្តិចគាត់ក៏បានតបទៅកូនប្រុសរបស់គាត់វិញថាកូនអើយមួយរយៈនេះមានមនុស្សបាត់ខ្លួនជាបន្តបន្ទាប់អ្នកភូមិថានៅក្នុងព្រៃឫស្សីនោះមានម្ចាស់ព្រៃដ៏កាចសាហាវណាស់គ្មាននរណាហ៊ានចូលទៅកាប់ឫស្សីទៀតនោះទេអ្នកដែលស្លាប់ទាំងនោះប្រហែលជាអ្នកដំណើរដែលបានធ្វើដំណើរវង្វេងផ្លូវចូលទៅដល់ទីនោះហើយអ៊ំកៃគាត់ក៏បានពោលកាត់ថាមិនមែនជាម្ចាស់ព្រៃធម្មតានោះទេណាតាមដែលខ្ញុំពិនិត្យមើលវាគឺជាអំពើរបស់មនុស្សដែលមានវិជ្ជាផ្លូវងងឹតកំពុងតែព្យាយាមបង្កើតកងទ័ពខ្មោចឬក៏ធ្វើពិធីហៅបិសាចធំមកយើងមិនអាចនៅស្ងៀមបាននោះទេណាព្រោះភូមិអញ្ចាញនៅជាប់នឹងព្រៃនោះស្រាប់និរិទ្ធក៏បានសម្លឹងមើលទៅកាន់ឪពុកម្ដាយនិងកញ្ញាកូននឹងមិនឲ្យនរណាម្នាក់មកបំផ្លាញសេចក្តីសុខរបស់ពុកម៉ែនិងកញ្ញាឡើយស្អែកនេះពួកយើងនឹងចូលទៅស៊ើបអង្កេតរកឬរកលនៃឃាតកម្មនេះឲ្យបានឃើញភ្លើងចង្កៀងបានឆេះរេរាំត្រូវខ្យល់បញ្ជាក់ថាព្យុះភ្លៀងនៃគ្រោះថ្នាក់ថ្មីក៏កំពុងតែរងចាំពួកគាត់ទាំងអស់គ្នានៅក្នុងព្រៃឫស្សីដ៏អាថ៌កំបាំងនោះដែរបន្ទាប់ពីពួកគាត់ទាំងអស់គ្នាបានប្រជុំគ្នារកដំណោះស្រាយស្រេចបាច់ហើយពួកគាត់ទាំងអស់គ្នាក៏ចាប់ផ្ដើមរៀបចំធ្វើដំណើរចូលទៅក្នុងព្រៃឫស្សីនឹងតែម្ដងដើម្បីស្វែងរកឬគល់នៃសេចក្តីវិនាសដែលបានផ្ដាច់សង្ខារអ្នកភូមិអស់ជាច្រើនអ្នកនោះកាលនោះព្រៃឫស្សីមានសភាពស្ងប់ស្ងាត់ខុសពីធម្មតាសូម្បីតែសត្វបក្សាបក្សីក៏ពុំហ៊ានបន្លឺសូរសៀងដែរខ្យល់ជំនោរបានបក់មកត្រជាក់ស្រឹប
បំបះរោមលើរូបរាងកាយនេះរត់បានកាន់ដៃរបស់កញ្ញាយ៉ាងជាប់ហាក់ដូចជាមិនចង់ឲ្យឃ្លាតឆ្ងាយពីគ្នាសូម្បីតែមួយជំហានកាលបើពួកគាត់ទាំងអស់គ្នាបានដើរចូលទៅដល់ចំណុចកណ្ដាលនៃព្រៃឫស្សីដែលជាទីតាំងដែលពួកគេបានឃើញសាកសមកាលពីថ្ងៃមុនស្រាប់តែមានសំឡេងឆ្កែចចកព្រៃបានស្រែកលាន់ឮរំពងពេញព្រៃឫស្សីនិយាយពីពពួកចៅព្រៃមានគ្នាចំនួនប្រមាណជា20នាក់ដែលមានរូបរាងកាយមាំមួនស្លៀកពាក់ខោខ្លីពណ៌ខ្មៅដៃកាន់ដាវកំបិតនិងស្នាបានលោតចេញពីកន្លែងលាក់ខ្លួនមកล้อมព័ទ្ធក្រុមរបស់អ៊ំកៃដើម្បីចម្រិតនៅពីមុខក្រុមចៅទាំងនោះមានបរិសុទ្ធ2នាក់ដែលមានរូបរាងកាយខុសប្លែកពីគេម្នាក់មានឈ្មោះថាអាដាមមានសម្បុរខ្មៅរលោងដូចខ្ជួងសក់រួញខ្លីភ្នែកមុនដូចជាខ្លែងនិងមានសាក់យ័ន្តពេញដើមទ្រូងវាជាអ្នកចេះវិជាស្បែកគង់កាប់មិនមុតដុតមិនឆេះឯម្នាក់ទៀតមានឈ្មោះថាអាដូងមានមាឌធំខ្ពស់ស្រឡះសក់វែងចង់កំប៉ោយទៅក្រោយនិងកាន់ដាវវែងមួយដើមដែលដងរបស់វាធ្វើពីក្បាលពោះវានឹងគឺជាអ្នកចេះនៅវិជាអាគមខ្យល់ពឹសអាដាមវាក៏បានឈានជើងដើរទៅមុខហើយស្រែកសួរដោយសំឡេងកងរំពងធ្ងន់ៗថាពួកឯងជាជនពាលឬក៏ជាអ្នកក្លាហានណាហើយអ្វីបានជាហ៊ានចូលមកជន់ដីរបស់គ្រូរបស់យើងហានីរិនមិនតក់ស្លុតឡើយនីរិនក៏បានតបទៅវិញដោយវិចារមើងម៉ាត់ថាយើងមិនមែនជាជនពាលហើយក៏មិនមែនជាអ្នករកគួនអីដែរយើងមកទីនេះដើម្បីរកយុទ្ធធរជូនអ្នកភូមិដែលបានត្រូវពួកឯងសម្លាប់នោះគ្រានោះស្រាប់តែមានសំឡេងមួយសើចឲ្យរំពងគួរឲ្យភ័យខ្លាចបានបន្លឺឡើងពីដំបូកដែលនៅក្បែរនោះយុទ្ធធរឬនៅក្នុងព្រៃនេះមានតែខ្លាំងស៊ីខ្សោយតែប៉ុណ្ណោះវើយស្រាប់តែពេលហ្នឹងក៏បានឃើញបរិមម្នាក់ដែលមានវ័យប្រហែលជា50ឆ្នាំស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅទាំងស្រុងមុខមាត់ប្រឡាស់ទៅដោយស្នាមសាក់ពណ៌ក្រហមឆ្អិនឆ្អៅបានបង្ហាញខ្លួនចេញមកនេះគឺគ្រូខ្មៅជាមេខ្លោងធំនៅក្នុងដៃរបស់វាមានកាន់ឈើច្រត់ក្បាលឆ្កែមួយគ្រូខ្មៅបានក្រវីឈើច្រត់របស់ខ្លួនហើយពោលថាពួកឯងចង់ឃើញឃាតករដែលបានសម្លាប់អ្នកភូមិរបស់ឯងមែនទេបានយើងនឹងឲ្យពួកឯងបានឃើញគ្រូខ្មៅបានសូត្រនៅមន្តវិជ្ជាភាសាបាលីនៃពពួកអមនុស្សឧមៈមហាសុនខៈនរៈកណ្ណងចូលចេញមកព្រាមនោះដីនៅខាងមុខគ្រូខ្មៅបានប្រេះបែកហើយមានផ្សែងពណ៌ក្រហមហុយត្រឡោមសត្វចម្លែកចំនួន3ក្បាលបានលោតចេញមកពួកវាគឺជាសត្វចចរដែលមានមាឌធំប៉ុនកូនគោរោមរបស់ពួកវាមានពណ៌ប្រផេះលាយខ្មៅក្រញ៉ាំជើងវែងមុតស្រួចអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺភ្នែករបស់ពួកវាមានពណ៌ក្រហមឆេះដូចជារងើកភ្លើងពួកវាមិនមែនជាសត្វធម្មតានោះទេពួកវាគឺជាសត្វដែលត្រូវបានព្រាយបិសាចចូលសន្ធិដ្ឋទឹកមាត់របស់ពួកវាបានហូរមកជាពពុះបញ្ជាក់ពីភាពស្រីឃ្លានរបស់ពួកវាសម្រាប់ពួកវាទាំងអស់គ្នានេះចោលទៅគ្រូខ្មៅបានស្រែកបញ្ជាសង្គ្រាមរវាងក្រុមរបស់អ៊ំកៃនិងក្រុមចៅព្រៃក៏បានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅពួកចៅព្រៃ20នាក់បានសម្រុកចូលមករកពូស្នោនិងនាយឿនពូស្នោបានលើកកំភ្លើងបាញ់ក្រកំភ្លើងរបស់ពូស្នោបានត្រូវពពួកចៅដួលរនោរនាលឬឯនាយឿនបានប្រើវិជាបំបាំងកាយហើយដើរទៅចងជើងពួកចៅឲ្យដួលដើម្បីឲ្យពូស្នោស្រួលបាញ់អាដាមនិងអាដូងបានចូលមកតតាំងជាមួយនាយៈអាដាមដែលមានស្បែកគង់បានរត់ទៅបុកនាយៈដោយគោព្រៃភងនាយៈបានថយក្រោយមួយជំហានឯងរឹងគ្រាន់បើនាយៈលើកញញួរទេពវាយទៅលើអាដាមក្រាំងអាដាមមិនមានរបួសនោះទេតែវាចុកខាងក្នុងអាដូងបានឆ្លៀតឱកាសផ្លុំខ្យល់ពឹសដាក់ទៅនាយៈតែអ៊ំស្រងែដែលមកជាមួយដែរបានក្រវីកន្សែងយន់បក់ខ្យល់ពឹសនោះឲ្យត្រឡប់ទៅវិញធ្វើឲ្យចៅព្រៃស្រវាំងភ្នែកនីរិតនិងកញ្ញា
ត្រូវប្រឈមមុខនឹងចចកភ្នែកក្រហមមួយក្បាលចចកនោះលឿនសម្បើមណាស់វាលោតឆ្វេងស្ដាំវាស្ទុះមកខំកញ្ញាវឹបកញ្ញាក៏បានបាញ់ព្រួញផ្កាឈូករបស់នាងដាក់ព្រួញនោះបានគ្រាន់តែធ្វើឲ្យវាឈឺចាប់បន្តិចបន្តួចប៉ុណ្ណោះព្រោះវិញ្ញាណព្រាយធ្វើឲ្យវាស្ពឹកនឹងការឈឺចាប់អូនថយចេញទៅនិរិទ្ធក៏បានស្ទុះទៅកាប់ដាវរន្ទះទៅលើខ្លួនចចកនោះដាវរន្ទះបានប៉ះនឹងក្រញាំចចកបង្កើតបានជាផ្កាភ្លើងបែកផ្កាភ្លើងព្រាកចំណែកឯអ៊ំកៃនិងពូខ្លាត្រូវបានតតាំងនឹងចចកពីក្បាលទៀតនិងគ្រូខ្មៅពូខ្លាបានដកដង្ហើមធំប្រមូលសមាធិរួចក៏បានប្រែក្រឡាคล้ายទៅជាមនុស្សខ្លាដោះរោមនិងក្រចកវែងពូខ្លាក៏បានស្ទុះទៅវាយប្រតំជាមួយនឹងចចកមួយក្បាលសត្វទាំងពីរខំគ្នាទៅវិញទៅមកយ៉ាងសាហាវពូខ្លាមានប្រៀបជាងត្រង់ថាគាត់មានប្រាជ្ញាមនុស្សគាត់បានគេចពីចង្គមចចករួចចាប់ហែកជើងក្រោយរបស់ចចកនោះចំណែកឯអ៊ំកៃឈរស្ងៀមនៅចំពោះមុខចចកទី3ដែលកំពុងតែរត់មកត្របាក់គាត់នៅពេលដែលចចកនោះលូនមកដល់អ៊ំកៃបានសូត្រមន្តនមោពុទ្ធាយៈខំវិញ្ញាណគាត់បានបោះអំបោះសីមាទៅរុំចចកនោះខ្សែអំបោះសីមាតូចមួយសរសៃបានប្រែមកជាច្រវាក់ដែកភ្លើងរឹតកចចកនោះជាប់គ្រូខ្មៅឯងប្រសាទដេរឆានឲ្យមកសាងកម្មថ្ងៃនេះយើងនឹងរំដោះពួកវាអ៊ំកៃបានស្រែកទៅកាន់គ្រូខ្មៅងាកមកមើលនាយៈវិញដោយឃើញថាអាដាមមានស្បែកគង់វាមិនចូលនាយៈបានបដូរយុទ្ធសាស្ត្ររឹងមែនទេឯងចាំមើលត្រូវមួយញញួរនេះនាយៈមិនវាយលើខ្លួនវាទៀតទេតែគាត់បានវាយទៅលើដីនៅក្រោមជើងរបស់អាដាមផាំងដីបានស្រុតចុះបង្កើតបានជារណ្ដៅជ្រៅអាដាមក៏បានធ្លាក់ចូលទៅក្នុងរណ្ដៅនឹងហើយត្រូវដីសង្កត់ជាប់ងើបមិនរួចចំណែកអាដូងដែលកំពុងតែភ័យស្លន់ស្លោត្រូវបាននាយឿនប្រើស្រមោលដៃចាប់ជើងរបស់វាបោះចូលទៅក្នុងដើមឫស្សីសន្លប់បាត់ស្មារតីឈឹងនៅសល់តែចចក3ក្បាលនិងគ្រូខ្មៅខឹងខ្លាំងណាស់វាបានខំបណ្ដាលខ្លួនឯងផ្លុំឈាមទៅលើចចកទាំង3ក្បាលដើម្បីបន្ថែមរិទ្ធចចកទាំង3នោះកាន់តែកាយសាហាវឡើងភ្នែកក្រហមប្រែទៅជាខ្មៅក្រឹបនិរិទ្ធឃើញស្ថានភាពមិនស្រួលនិរិទ្ធបានងាកទៅរកកញ្ញាអូនប្រើព្រួញសច្ចៈបាញ់ភ្នែករបស់ពួកវាទៅកញ្ញាបានដកព្រួញពិសេសមួយដើមដែលនាងបានសុំពីអ៊ំកៃឲ្យធ្វើឲ្យនាងតម្រង់យ៉ាងយកចិត្តទុកដាក់ព្រួយនោះបានហោះទៅយ៉ាងត្រង់ចំភ្នែកខាងស្ដាំរបស់ចចកដែលកំពុងតែដេញនិរិទ្ធវឹបចចកនោះស្រែកទាំងឈឺចាប់ហើយវាក៏បានដួលដេកទៅលើដីវិញ្ញាណព្រាយដែលនៅក្នុងខ្លួនវាត្រូវព្រួយអាគមបណ្ដេញចេញរាងកាយវាប្រែជាស្វិតហើយដួលងាប់ភ្លាមឃើញដូច្នេះពួកខ្លាក៏បានប្រើក្រចកដៃរបស់គាត់ចាក់ចូលបំពង់កចចកមួយទៀតឯអ៊ំកៃក៏បានរឹតខ្សែអំបោះធ្វើឲ្យចចកទី3ដាច់ខ្យល់កាលបើឃើញកូនចៅរបស់វានិងសារអាគមរបស់វាងាប់អស់គ្រូខ្មៅមានចិត្តភ័យតក់ស្លុតជាខ្លាំងពួកឯងចាំមើលចោះយើងនឹងត្រឡប់មកវិញគ្រូខ្មៅបានគប់ផ្សែងពុលទៅនឹងដីផ្សែងពណ៌ខ្មៅហុយត្រឡោមពេលផ្សែងរលាយបាត់អស់គ្រូខ្មៅក៏បានបាត់ខ្លួនទៅជាមួយផងដែរក្រុមរបស់អ៊ំកៃក៏បានចាប់ខ្លួនអាដាមនិងអាដូងព្រមទាំងចៅព្រៃដែលនៅរស់ដើម្បីនាំយកទៅឲ្យអ្នកភូមិកាត់ទោសនិរិទ្ធបានដើរទៅកាន់សាកសពចចកទាំងនោះហើយពោលសង្វេគថាសត្វទាំងអស់នេះគឺជាជនរងគ្រោះដែរពួកវាត្រូវបានគេចាប់យកមកបញ្ចូលវិញ្ញាណបិសាចឬក៏ខ្មោចព្រាយចូលខ្លួនពួកវាតែប៉ុណ្ណោះកញ្ញានាងក៏បានដើរមកជួតញើសនៅមុខរបស់និរិទ្ធបងមិនអីទេឬនិរិទ្ធក៏បានតបវិញទាំងញញឹមថាមានអូននៅក្បែរបងមិនអីនោះទេណាកាលវេលាថ្ងៃត្រង់បានចូលមកដល់ពួកគេបាននាំយកដំណឹងជ័យជំនះនេះត្រឡប់ទៅកាន់ភូមិបញ្ចាញវិញពួកចៅត្រូវបានចាប់ខ្លួនហើយអ្នកភូមិបានធូរស្បើយក្នុងចិត្តដោយលែងមានការភ័យខ្លាចចំពោះរឿងព្រៃឫស្សីមរណៈនេះទៀតប៉ុន្តែនៅក្នុងចិត្តរបស់អ៊ំកៃគាត់នៅតែបារម្ភព្រោះថាគ្រូខ្មៅបានរត់គេចខ្លួនហើយវាប្រកាសជាទៅរួមដៃជាមួយនឹងគ្រូអាគមខ្មៅណាផ្សេងទៀតជាមិនខានឬឯភូមិឋានទាំងឡាយដែលធ្លាប់តែគ្របដណ្ដប់ដោយភាពភ័យខ្លាចនៃពពួកមានិងអមនុស្សនោះឥឡូវនេះបានត្រឡប់មករកសេចក្តីសុខក្សេមក្សាន្តវិញ
ក្រោយពីបានបោសសម្អាតពួកក្រុមចៅព្រៃទាំងអស់នឹងនិងបណ្ដេញគ្រូខ្មៅឲ្យរត់បាត់ជើងសព្រីតបាត់ស្រមោលទៅនេរិតនិងក្រុមបពួកទាំងអស់ក៏បានសម្រាកបានយ៉ាងសុខសាន្តនៅក្នុងភូមិបញ្ចាញនោះលុះថ្ងៃមួយនៅវេលាដ៏សែនមនោរម្យនេរិតក៏បានចូលទៅប្រាប់ម្ដាយឪពុករបស់គេគឺពូរឿននិងមីងឡាដែលកំពុងតែអង្គុយសន្ទនាគ្នានៅលើរានហាលនេរិតបានលុតជង្គង់ចុះហើយលើកដៃសំពះដោយក្តីគោរពពុកម៉ែកូនមានរឿងមួយចង់ជម្រាបជូនអ្នកទាំងពីរណាកូនបានឆ្លងកាត់ការលំបាកនិងគ្រោះថ្នាក់ជាច្រើនជាមួយកញ្ញានាងគឺជាស្ត្រីដ៏ល្អប្រពៃមានចិត្តធម៌និងក្លាហានកូនមានចិត្តប្រតិបត្តិលើនាងហើយមានបំណងចង់រួមរស់ជាគូគ្រងជាមួយនាងតរៀងរហូតទៅមីងរ៉ាឮនេរិតនិយាយបែបហ្នឹងហើយមីងរ៉ាគាត់ក៏ញញឹមហើយងាកទៅមើលមុខពូរឿនឪវាខ្ញុំគិតដូចមិនខុសទេឯងឃើញទេកូនប្រុសរបស់យើងចេះរកគូហើយពូរឿនគាត់សើចក្អាកក្អាយល្អណាស់កូនឪពុកក៏ពេញចិត្តកញ្ញាណាស់ដែរនាងគឺជាកូនអ្នកមានពូជពងមានវង្សត្រកូលគឺជាមេភូមិបើដូច្នេះឪពុកនឹងចាត់ចែងរៀបចំចូលទៅស្ដីដណ្ដឹងនាងតាមប្រពៃណីណាដោយសារតែភូមិកណ្ដាលព្រៃរបស់អ៊ំយ៉ងស្ថិតនៅឆ្ងាយដាច់ស្រយាលពីភូមិអញ្ចាញត្រូវប្រើពេលវេលាធ្វើដំណើរជាច្រើនថ្ងៃទៅពូរឿននិងមីងរ៉ាបានរៀបចំក្បួនរទេះគោចំនួន5គ្រឿងរទេះទី1សម្រាប់ដាក់ផ្លែឈើនំចំណីនិងស្រាជាចំនួនរទេះគោទី2សម្រាប់ដាក់បំពង់ហូលផាមួងនិងគ្រឿងមាសរទេះទី3ដល់ទី5សម្រាប់អ្នកដំណើរនិងក្រុមការងារទាំងអស់គ្នាអ៊ំកៃនាយៈនាយឿនពូស្រោនិងពូខ្លាសុទ្ធតែបានចូលរួមក្នុងក្បួនដង្ហែនេះនាមជាអ្នកផ្លូវនិងជាសាក្សីក្បួនរទេះបានបកចេញពីភូមិអញ្ចាញកាត់ព្រៃព្រឹក្សាឆ្លងជ្រោះនិងដងអូបើទោះបីជាផ្លូវឆ្ងាយក្តីក៏ប៉ុន្តែពោពេញទៅដោយសម្លេងសើចសប្បាយនិងសម្លេងប៉ីពកដែលពូស្នោបានផ្លុំកំដរនៅតាមផ្លូវផងដែរលុះការធ្វើដំណើរបានរយៈពេល7ថ្ងៃក្បួនរទេះក៏បានទៅដល់ភូមិកណ្ដាលព្រៃរបស់អ៊ំយ៉ងដែលជាមេភូមិហើយនៅពេលហ្នឹងអ៊ំយ៉ងគាត់ក៏បានទទួលដំណឹងជាមុនផងដែរគាត់ក៏បានរៀបចំទទួលយ៉ាងអធិកអធមអាខ្មៅដែលជាខ្លាធំបានរត់ចេញមកទទួលពូខ្លានិងនិរិទ្ធដោយការរលាស់កន្ទុយយ៉ាងសប្បាយរីករាយនៅចំពោះមុខចាស់ទុំទាំងសងខាងពូរឿនបានលើកពានស្លាជូនទៅអ៊ំយ៉ងសូមទានជ្រាបលោកមេភូមិខ្ញុំបានមកនេះគឺមានបំណងចង់សូមភ្ជាប់សាច់ភ្ជាប់ឈាមយកកញ្ញាធ្វើជាកូនប្រសាដើម្បីឲ្យរិទ្ធបានថែរក្សាកញ្ញាអស់មួយជីវិតតើលោកបងគិតយ៉ាងណាដែរអ៊ំយ៉ងក៏ញញឹមហើយងាកទៅសួរកូនស្រីកញ្ញាកូនតើកូនយល់យ៉ាងណាដែរកញ្ញាអង្គុយបត់ជើងយ៉ាងសុភាពមុខចុះក្រហមព្រោះក្តីអៀនចាពុកកូនសូមតាមចិត្តលោកពុកអ្នកម៉ែទៅចោះណាសំឡេងជ័យស្រែកសួស្តីបានលាន់ឮឡើងអាខ្មៅក៏ក្រហឹមហាក់ដូចជាចូលរួមត្រេកអរដែរពិធីមង្គលការរបស់និរិទ្ធហើយនិងកញ្ញាក៏បានចាប់ផ្ដើមរៀបចំឡើងយ៉ាងធំដុំឪពុកម្ដាយទាំងសងខាងបានរៀបចំកូនប្រុសកូនស្រីយ៉ាងយកចិត្តទុកដាក់តែម្ដងនៅថ្ងៃមង្គលរបស់អ្នកទាំងពីរអ៊ំកៃក៏បានចងដៃហើយនឹងឲ្យពរជ័យសូមឲ្យកូនទាំងពីរស្រឡាញ់គ្នាដូចទឹកនិងត្រីរកស៊ីមានបានត្រជាក់ត្រជុំដូចទឹកអមរិតចូលយកព្រះធម៌ជាធំក្នុងការរស់នៅហើយត្រូវចេះការពារគ្នាទៅវិញទៅមកណាកូនប្រុសកូនស្រីនិរិទ្ធក៏ចាប់ផ្ដើមហូរទឹកភ្នែកចំណែកឯកញ្ញាវិញមិនបានហូរទឹកភ្នែកនោះទេនិយាយទៅនិរិទ្ធបែរជាហូរទឹកភ្នែកដោយអេដមីនដែរបងប្អូនអរគ្នាក្រោយពីមង្គលការរបស់អ្នកទាំងពីរបានបញ្ចប់ពួកគេទាំងពីរនាក់ក៏សម្រេចចិត្តរស់នៅក្នុងភូមិកណ្ដាលព្រៃនឹងមួយរយៈទៀតដើម្បីមើលថែអ៊ំយ៉ងផងនិងរៀនសូត្រនៅមន្តវិជ្ជាអាគមបន្ថែមពីអ៊ំយ៉ងផងមុននឹងទៅរស់នៅក្នុងភូមិអញ្ចាញជាមួយនឹងឪពុកម្ដាយរបស់និរិទ្ធវិញចំណែកឯនាយៈនិងនាយឿនពីរអ្នកបងប្អូនរបស់គេក៏បានក្លាយជាគ្រូបង្ហាត់ក្បាច់គុនដល់ក្មេងៗនៅក្នុងភូមិពូស្នោបានក្លាយជាអ្នកពូកែខាងរោគសត្វនិងផ្លុំប៉ី
vậy tới pu snow nè tạm bị đào máu còn riêng cầm sạn thì bàn tay còi máu đào cho mùi nhẹ kháng còn riêng khla hàn trên kế á lỡ hay trong này pu khla bình nơi tay chỉ nhẹ cà bìa bày chơi đo smart strong chỉ mùi nâng mật sầm lạnh rồi bỏ quán cứ khmau nâng ai bom bồn là kia lời nâng khmau nâng pu khla snật snal cho mùi kia đôi bom bồn vậy để ra tới pu khla còn chơi prai ru tới chia khla khmau nâng bom bồnហើយរឿងរ៉ាវនៃការផ្សងព្រេងរបស់ពួកគាត់ទាំងអស់គ្នាក៏បានคล้ายជារឿងនិទានចាស់ៗដែលតែងតែនិយាយប្រាប់កូនចៅតគ្នាផងដែរថាកាលពីព្រេងនេះមានអ្នកក្លាហានមួយក្រុមដែលមានចិត្តបរិសុទ្ធខ្លាំងក្លាបានយកឈ្នះលើពពួកមានិងសត្វព្រៃចម្លែកដោយសារតែការសាមគ្គីភាពនិងសេចក្តីល្អណាបងប្អូនទាំងអស់គ្នារឿងនេះបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាថានៅពេលដែលយើងធ្វើរឿងអ្វីមួយយើងចេះសាមគ្គីគ្នារឿងហ្នឹងប្រកាសជាបានសម្រេចហើយនឹងធ្វើបានយ៉ាងឆាប់រហ័សជាមិនខានណាបងប្អូនទាំងអស់គ្នាហើយចំណែកឯនិរិទ្ធនិងកញ្ញាវិញណាក៏បានកាន់ដៃគ្នាសម្លឹងមើលទៅព្រះច័ន្ទពេញបរមីដោយក្តីសុខសាន្តទោះបីជាថ្ងៃមុខមានឧបសគ្គអ្វីក៏ដោយក៏ពួកគេលែងភ័យខ្លាចទៀតដែរព្រោះពួកគេមានក្តីស្រឡាញ់គឺជាអាវុធដ៏ខ្លាំងក្លាជាទីបំផុតរបស់បងប្អូនទាំងគ្នាអញ្ចឹងយើងត្រូវស្រឡាញ់មនុស្សជុំវិញខ្លួនយើងក៏ដូចជាមនុស្សជាទីស្រឡាញ់យើងឲ្យខ្លាំងបងប្អូនទាំងគ្នាសាច់រឿងមួយនេះក៏សូមបញ្ចប់តែត្រឹមនេះបើសិនជា admin និយាយទៅមានកំហុសខុសឆ្គងនៅត្រង់ពាក្យសម្ដីប្រការណាមួយសង្ឃឹមថាពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាមេត្តាខន្តីអភ័យទោសឲ្យ admin ផងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាជួយគ្រប់គ្រង admin ផងកុំភ្លេចចុច like ហើយនឹង share ម្នាក់មួយផងបងប្អូនទាំងអស់គ្នាដើម្បី admin មានទឹកចិត្តបង្កើតសាច់រឿងក៏ដូចជាអានសាច់រឿងថ្មីចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់កំសាន្តកំដរបរិយាកាសនៅពេលដែលយើងធ្វើការអត់សុខអីចឹងណាបងប្អូនទាំងអស់គ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយ